spaghetti một nia con linh nhung cứ chụt nhám khang mình tên gọt cầm bong ở phơi nhám vui để đại sa linh nhung lô tập ngày ní ban liệt phơi quạt nhám từ này cứ chỉ kêu xong sập phơi bong bong miếng tầm ráng sạch cô tầm so bong tia tê chả bong bong chẳng đạ các bạn ăn các bạn này hay giờ chấm pua kêu xem những ai rồi tình bàn được màn cứ miếng chi miếng tập bánh po miếng prey ở liếu hay năng spaghetti chỉ từ bốn dân phơi cá đâm tật hai dân chặt prey ở liếu châu hay dân phơi cá ngao spaghetti dân được dập pe một phay pram tới sam sầm để tì bong bong mưa spaghetti nâng tới bờ sai về phay chặt sai về phay cứ ok cái này dân ngao đào về phay té vô mặt phơi về rừng rừng ắt ngành tê cha nóไปđể dương ngao spaghetti nâng cho anh hai dương bật phơi được lực về chó tai ắt sòng về trái nhé na dương tục về tramในក្នុងទឹកស្ងោរនឹងមួយឡៃសិនបន្ទាប់មកទៀតយើងមកធ្វើការបំពងខ្ទឹមសរបស់យើងណាមានក្លិនឈ្ងុយយើងដាក់ខ្ទឹមរាំងចូលជាមួយគ្នាយើងត្រឡប់ច្បល់វាឲ្យវាជះក្លិនឈ្ងុយចឹងមកណាបងប្អូនបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងសាច់គោរបស់យើងណាសាច់គោគឺនឹងខ្ញុំចិញ្ច្រាំវាបែបហ្នឹងណាបងប្អូនក្នុងការធ្វើ spaghetti គឺយើងចិញ្ច្រាំសាច់គោបែបនេះយើងច្បល់ត្រឡប់វាហើយយើងធ្វើការបន្ថែមជាមួយនឹងគ្រឿងទេសចូលដែរបងប្អូនចំពោះគ្រឿងទេសក៏យើងអត់ដាក់អីច្រើនដែរយើងដាក់មកល្មមទេដោយសារតែនៅក្នុងទឹកប៉េងប៉ោះក៏វាមានជាតិស្រាប់នៅក្នុងនឹងដែរហើយអញ្ចឹងប្រេងខ្យងយើងដាក់បន្តិចទៅស្ករសគឺលួចមួយចុងស្លាបព្រាហើយនឹងម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវមួយចុងស្លាបព្រាដែរបងប្អូនយើងច្បល់វាត្រឡប់ឲ្យវាចូលរសជាតិជាមួយនឹងគ្រឿងទេសបានល្អអញ្ចឹងមកណាមួយរសជាតិ spaghetti គឺគេអត់ធ្វើដិតពេកទេបងប្អូនគឺរសជាតិគេធ្វើមកល្មមឡំបែបនេះឯងហើយនឹងខ្ញុំបន្ថែមជាមួយនឹងទឹកប៉េងប៉ោះចំនួន3ស្លាបព្រាបាយទៀតណាបងប្អូនហើយនេះគឺជាជីកំប៉ុងនឹងខ្ញុំដាក់ចំនួនមួយចុងស្លាបព្រាដែរបងប្អូនដាក់វាឈ្ងុយបងប្អូនចង់ដាក់ក៏បានអត់ក៏បានបើសិនជាអត់ចូលចិត្តក្លិនហ្នឹងហើយនឹងខ្ញុំដាក់ម្ទេសឆ្អើរចំនួនមួយចុងស្លាបព្រាដែរអធិស្ឋានបងប្អូនឡើយនឹងថតអត់បានជាប់អស់ហើយយើងច្បល់វាឲ្យបានសព្វល្អចូលរសជាតិគ្នាចឹងមកចំពោះសាច់គោយើងមិនឆាវាយូរពេកណាបងប្អូនកណាតែឆ្អិនជ្រុលស្វិតខ្លាំងអត់ឆ្ងាញ់ទេហើយឥឡូវយើងស្រង់ spaghetti យើងចាញ់ចំពោះ spaghetti នេះខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតគឺយើងអត់ស្រង់វាទុកទេនៅពេលដែលសាច់គោយើងឆ្អិនទើបយើងធ្វើការស្រង់វាចេញហើយយើងដាក់ចូលវាឆាច្បល់នៅក្នុងខ្ទះជាមួយនឹងសាច់គោរបស់យើងតែម្ដង spaghetti មួយកញ្ចប់នេះខ្ញុំធ្វើបាន2ដងនេះគឺនឹងខ្ញុំស្ងោរវាពាក់កណ្ដាលបងប្អូននៅពេលដែលវាឆ្អិនរីកទៅគឺបានច្រើនគួរសមដែរយើងធ្វើការច្បល់វាបានសព្វចូលគ្នាល្អបែបហ្នឹងណាហើយបងប្អូនអាចភ្លក់ហើយថែមថយគ្រឿងទេសទៅតាមការចូលចិត្តរបស់បងប្អូនបានតែសម្រាប់នាងខ្ញុំដូចដែលបានបញ្ជាក់ជូនបងប្អូនអញ្ចឹងគឺនាងខ្ញុំយករសជាតិតែមកល្មមឡំតែបើសិនជាចូលចិត្តរៀងដិតជានឹងបន្តិចយើងអាចបន្ថែមជាមួយនឹងទឹកប៉េងប៉ោះនៅពេលដែលយើងញ៉ាំយើងអាចបន្ថែមតាមក្រោយតិចទៀតទៅគឺអូខេហើយនៅពេលដែល spaghetti ចិត្តឆ្អិនរួចរាល់នឹងខ្ញុំគោះពងទាដាក់ចំនួន1គ្រាប់ទៀតណាតែបើសិនជាបងប្អូនអត់សូវចំណូលមិនដាក់ក៏បានដែរហ្នឹងអាស្រ័យទៅតាមការចូលចិត្តរបស់បងប្អូនណាតែប៉ុណ្ណឹងគឺឆ្អិនរួចរាល់ហើយណាបងប្អូនគឺអត់ប្រមាថធ្វើអីទេទាំងវិធីសាស្ត្រទាំងគ្រឿងផ្សំឲ្យគឺងាយសម្រាប់បងប្អូនមែនតើមកមុខនេះបើសិនជាយើងធ្វើខ្ចប់ទៅឲ្យកូនញ៉ាំនៅសាលាពេលព្រលឹមឡើងធានាថាគាត់ពិតជាចូលចិត្តញ៉ាំតែម្ដងទាំងក្លិនទាំងរសជាតិគឺថា the best តែម្ដងបងប្អូនក្លិនវិញឈ្ងុយមែនតើហើយរសជាតិឆ្ងាញ់ណាហើយពេលខ្លះបើសិនជាយើងមានអារម្មណ៍ធំបាយធំកាទៀវអីយើងអាចបដូរបរិយាកាសងាកមកធ្វើ spaghetti នេះញ៉ាំជុំគ្រួសារគឺមួយយ៉ាងដែរណាចា spaghetti តែមកកញ្ចប់ឯងញ៉ាំបានឡើងមកផ្ទះហើយវីដេអូរបស់នាងខ្ញុំគឺដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះកុំភ្លេចជួយ subscribe channel និង follow page នាងខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តហើយបើសិនជាបងប្អូនមានចម្ងល់មតិយោបល់អ្វីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណសម្រាប់ការតាមដានទស្សនាបាយបាយ